គេបំពងស្ទូត្រាវជាមួយនឹងសាច់ជ្រូកចិញ្ច្រាំនិយាយពីថាឡើងស្រួយស្រាប់តែម្ដងហើយថែមទឹកម្ទេសហឹរទៀតមកអូយឆ្ងាញ់ណាស់បងប្អូនអើយអញ្ចឹងយើងចូលមើលវិធីធ្វើតែម្ដងយើងត្រូវការសាច់ជ្រូកចិញ្ច្រាំនឹងចំនួនកន្លះគីឡូហើយខ្ទឹមបារាំងហាន់តូចៗចំនួន3ខាំហើយដំឡូងជ្វាកិនម៉ត់ក៏3ខាំដែរត្រាវកិនម៉ត់ក៏3ខាំស្លឹកខ្ទឹម2ស្លាបព្រាបាយនិងខ្ទឹមសខ្ទឹមក្រហម3ស្លាបព្រាបាយសម្រាប់គ្រឿងផ្សំរសជាតិមានម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវ2ស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាកាហ្វេស្ករកន្លះស្លាបព្រាបាយម្រេច1ស្លាបព្រាកាហ្វេឬក៏បងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តហើយនឹងប្រេងឆា3ស្លាបព្រាបាយបន្ទាប់មកយើងលាយគ្រឿងនឹងចូលគ្នាឲ្យសព្វយើងលាយច្បល់ចូលគ្នារហូតទាល់តែសាច់នឹងស្អិតល្អហើយវិធីខ្ចប់ងាយមែនទែនយើងយកស្បកគៀវមួយសន្លឹកមករួចហើយលាបទឹកជុំវិញតិចតិចបន្ទាប់មកយើងដាក់សាច់ម្ដុំតូចនៅចំកណ្ដាលនឹងប្រហែលជាប៉ុនមេដៃឬក៏ធំជាងបន្តិចតែកុំធំពេកណាបងប្អូនខ្លាចពិបាកខ្ចប់រួចហើយយើងបិទមុខវាជាប់គ្នាទៅគឺរួចហើយអត់មានត្រូវចាំបាច់ចាប់ម៉ូតចាប់ម៉ាក់អីទេបងប្អូនគ្រាន់តែច្បាច់ស្បកគៀវចូលគ្នាទៅវាចេញម៉ូតមកដល់ខ្លួនឯងហើយតែប៉ុណ្ណឹងយើងអាចយកទៅបំពងបានហើយដាក់ប្រេងឲ្យក្តៅបំពងឲ្យស្រួយហើយកុំភ្លេចទឹកម្ទេសញ៉ាំក្តៅបានឆ្ងាញ់ណាបងប្អូន